រីអានិសង្ឃវេសណ្ដងបរិស័ទត្រេកអរប៉ុនពេកណាស់មកស្ដាប់ព្រះធម៌ទាំងក្មេងចាំងច្រាំងថ្លាខ្លាំងណាស់រីករាយក្រៃព្រះធម៌ទេសនាបានសម្ដែងព្រះគុណថ្លាថ្លែងចែងសេចក្ដីបរិស័ទស្ដាប់ធម៌កើតបៃតេងក្រៃករណាលោកលៃតេងបន្តរីឯបរិស័ទចំណងជើងវត្តរៀបចំប្រាកដបន្លែតែស្គមមានចេកដងថ្នោតផ្លែក្រូចល្អចាំងទុំក៏មកច្រើនណាស់ណាកាន់វេសណ្ដធម្មទេសនាដែលព្រះកង្រណាព្រះគុណម្ចាស់ទេសនាគ្រប់កាន់ពីរោះណាស់បរិស័ទក្មេងចាស់ច្រាំងថ្លាក្រៃហើយបានចង់ស្ដាប់នៅធម្មរស់ទេសនាពីរស់មានអាថន័យពីការរៀបរាប់អានិសង្ឃថ្លៃយល់ដឹងសេចក្ដីដល់នៅពៀនសូមអនុមោទនា